នាងខ្ញុំមានឈ្មោះថាខុនវ៉ាធីណានាងខ្ញុំមកពីថ្នាក់ទី10ខនៃស្លាបបញ្ញសាអន្តរជាតិសាខាទី1ថ្ងៃនេះនាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកបកស្រាយនៅប្រធានបទខាងលើមេរៀនទី2នៃសម្ពុះទី1ទីតាំងឧស្សាហកម្មនិងលំហភូមិសាស្ត្រមេរៀនទី2បណ្ដុំឧស្សាហកម្មដូច្នេះកុំឲ្យខាត់ពេលរបស់អ្នកទាំងអស់គ្នាយូរសូមស្ដាប់ការបកស្រាយរបស់នាងខ្ញុំទាំងអស់គ្នាមេតិការបស់យើងថ្ងៃនេះបែងចែកជា4គឺ1បញ្ញោពាក្យកន្លឹះ2សេចក្តីផ្ដើមនិងសកម្មភាពឧស្សាហកម្មមុនសតវត្សទី18 3បណ្ដុំឧស្សាហកម្មនៅសតវត្សទី19និងទី4លំហឧស្សាហកម្មបច្ចុប្បន្នបញ្យលពាក្យរបស់យើងថ្ងៃនេះត្រូវបានបែងចែកជា8គឺទី1បណ្ដុំទី2បដិវត្តន៍3កម្មន្សា4អកិសនីលោហកម្ម5ឧស្សាហកម្មនីយកម្ម6ស្វ័យប្រវត្តិតុបនីយកម្ម7មនុស្សយន្តតុបនីយកម្មនិងទី8សេដ្ឋកិច្ចមានស្ថានបណ្ដុំឧស្សាហកម្មគឺជាការប្រមូលផ្ដុំឧស្សាហកម្មជាតំបន់ហើយធ្វើឧស្សាហកម្មជាតំបន់ធំមួយបដិវត្តន៍គឺជាកំណែប្រែរោងចក្រឧស្សាហកម្មឲ្យមានការរីកចម្រើនគឺការប្រែប្រួលពីភាពបុរាណឧស្សាហកម្មបែបបុរាណទៅជាឧស្សាហកម្មបែបទំនើបដោយបំពាក់នៅឧបករណ៍ប្រើប្រាស់ច្នៃប្រឌិតថ្មីដែលបង្កើតមានឡើងដោយឯកទេស Technology កម្មន្សាគឺជាទម្រង់បឋមនៃអគារឧស្សាហកម្មដែលពឹងផ្អែកជាពិសេសទៅលើការងារដោយដៃអគ្គិសនីលោហកម្មគឺជាការប្រើប្រាស់អគ្គិសនីសម្រាប់ផលិតកម្មនិងបន្សុទ្ធផលិតកម្មលោហៈឧស្សាហកម្មនីយកម្មការធ្វើតំបន់មួយឬប្រទេសមួយឲ្យក្លាយទៅជាតំបន់ឧស្សាហកម្មឬប្រទេសឧស្សាហកម្មធំស្វ័យប្រវត្តិតុបនីយកម្មការអនុវត្តការងារបច្ចេកទេសទាំងស្រុងឬផ្អែកដោយគ្រឿងម៉ាស៊ីនដើរដោយខ្លួនឯងគ្មានអន្តរាគមន៍ពីមនុស្សគឺដាក់ឲ្យម៉ាស៊ីនធ្វើការផលិតរបស់របរមួយដោយខ្លួនឯងដោយមិនពឹងផ្អែកពីកម្លាំងរបស់មនុស្សតុបនីយកម្មការដាក់ឲ្យប្រើប្រាស់មនុស្សយន្តនៅក្នុងការអនុវត្តការងារផ្សេងៗជំនួសឲ្យកម្លាំងមនុស្សគឺជាការដាក់មនុស្សយន្តឲ្យធ្វើនៅការងារអ្វីមួយដែលមនុស្សយន្តអាចធ្វើបានទៅដូចជាកម្លាំងមនុស្សដែរតែជំនួសពីកម្លាំងមនុស្សយើងសេដ្ឋកិច្ចមានស្ថានសេដ្ឋកិច្ចដែលពាក់ព័ន្ធទៅនឹងកំណើនទំហំឧបករណ៍ផលិតឬក៏ជាឧបករណ៍ពាណិជ្ជកម្មវិនិយោគនិងសហគមន៍ត្រូវបានកាត់បន្ថយយ៉ាងគួរប្រសើរទៅលើបរិមាណផលិតផលមួយចំនួនធំដែលបានបង្កើតឡើងហើយសម្រាប់ក្នុងការធ្វើជួញដូរបដិវត្តឧស្សាហកម្មគឺជាការផ្លាស់ប្ដូរសេដ្ឋកិច្ចដែលគ្រប់គ្រងដោយកសិកម្មនិងសិប្បកម្មទៅជាសេដ្ឋកិច្ចដែលគ្របដណ្ដប់ទៅដោយឧស្សាហកម្មនិងការផលិតម៉ាស៊ីនដំណើរការនេះបានចាប់ផ្ដើមនៅក្នុងសតវត្សទី18ចក្រភពអង់គ្លេសហើយបានរីករាលដាលបន្តិចម្ដងទៅកាន់ផ្នែកផ្សេងៗទៀតនៃពិភពលោកបដិវត្តឧស្សាហកម្មពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរបច្ចេកវិទ្យារួមទាំងការប្រើប្រាស់ប្រឡោមលោកនៃវត្ថុធាតុដើមដូចជាដែកនិងការប្រើប្រាស់កាន់តែខ្លាំងនៃប្រភពថាមពលដូចជាធ្យូងថ្មចំហាយទឹកនិងការប្រើប្រាស់នៃការច្នៃប្រឌិតផ្សេងៗការផ្លាស់ប្ដូរសេដ្ឋកិច្ចសង្គមរួមទាំងការដាក់បញ្ចូលនូវប្រព័ន្ធរោងចក្រនិងការចែកចាយទ្រព្យសម្បត្តិកាន់តែធំទូលាយការផ្លាស់ប្ដូរវប្បធម៌រួមទាំងការរីកលូតលាស់នៃទីក្រុងនិងការអភិវឌ្ឍនៃចលនាសិទ្ធិកម្មករប៉ុន្តែនោះមិនមែនទាំងអស់នោះទេរយៈពេលនេះគឺត្រូវបានសម្គាល់ទៅដោយការវាយតម្លៃនៃការងារជំនាញនិងដោយលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាពម៉ោងច្រើននិងពលកម្មកុមារការបង្កើតឧស្សាហកម្មថ្មីទាំងស្រុងមានន័យថាមានស្តង់ដារតិចតួចចំពោះរបៀបដែលកម្មករថ្មីគួរតែត្រូវបានប្រព្រឹត្តហើយ Alton B ប្រវត្តិ B2 និងជាអ្នកកំណែទម្រង់ជនជាតិអង់គ្លេសដែលនិយមប្រើពាក្យថាបដិវត្តឧស្សាហកម្មថែមទាំងបានហៅទៀតថាសម័យកាលដ៏មហន្តរាយនិងគួរឲ្យខ្លាចដូចណាក៏ដោយដែលប្រជាជនមួយចំនួនបានឆ្លប់ឆ្លងកាត់តាំងពីសម័យបុរាណបុរាណមកដល់សតវត្សទី18ផលិតកម្មគ្រឿងសម្ភារៈក្រៅពីឧបករណ៍កសិកម្មតែងជួបការលំបាកភាពអន់ថយផ្នែកគមនាគមន៍ភាពក្រខ្សត់និងតម្លៃខ្ពស់នៃរូបធាតុដើមជំរុញឲ្យកសិករផលិតឧបករណ៍ប្រើប្រាស់ដោយខ្លួនឯងបន្តិចក្រោយមកការងារសិប្បកម្មក៏លេចរូបរាងឡើងពិសេសនៅទីក្រុងដែលប្រព្រឹត្តនៅក្នុងរោងចក្រជាងគ្រួសារហើយបានប្រមូលផ្ដុំនិងចងក្រងជាសមាគមមុខរបរនៅសតវត្សទី17កម្មន្សាលត្រូវបានបង្កើតឡើងដោយមានសិប្បករជាច្រើនរយនាក់ចូលរួមនិងទទួលបានការបែងចែកការងារផងកំពង់ផែនានាដែលអនុគ្រោះដល់ពាណិជ្ជកម្មអាណានិគមក៏បានក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយជារឿយៗទីផ្សារដែលមានកំណត់ផងត្រូវបានអំបែកទៅជាការងារនៅក្នុងលំហកម្លាំងចលករនៃទឹកហូរនិងខ្យល់បក់ការប្រើប្រាស់ថាមពលអស់អាចឲ្យគេមានតាំងទីរោងចក្រឧស្សាហកម្មបានច្រើនកន្លែងទៅតាមព្រៃឈើឬក្បែរផ្លូវទឹក
ផលិតកម្មនៅក្នុងបរិមាណតិចតួចត្រូវការតែធនធានមានកម្រិតដូចជាអណ្ដូងរ៉ែកណ្ដាលវាជាដើមបរិវត្តឧស្សាហកម្មបានកើតឡើងនៅក្នុងប្រទេសអង់គ្លេសនៅដំណាច់សតវត្សទី18រួចបានសាយភាយទូទាំងអឺរ៉ុបភាគពាកយ័តនៅសតវត្សទី19វាជាបដិវត្តបច្ចេកទេសគ្រឿងយន្តជំនួសឲ្យឧបករណ៍និងបដិវត្តថាមពលបម្រើម៉ាស៊ីនដែលដោយចំហាយទឹករួមគ្នាតែម្ដងបម្រើថាមពលធ្យូងថ្មធ្វើតំបន់អាងធ្យូងមានការរីកចម្រើនដោយមានការប្រមូលផ្ដុំក្រុមកម្មករនិងឧស្សាហកម្មនានាមានដូចជាឧស្សាហកម្មដែកនិងឧស្សាហកម្មវាយនភ័ណ្ឌសិប្បកម្មជនបទបានថយចុះសកម្មភាពនៅចំពោះមុខឧស្សាហកម្មរីឯទីក្រុងមួយចំនួនទូចបានប្រមូលផ្ដុំសកម្មភាពប្រពៃណីប្រចាំតំបន់របស់ខ្លួនឡើងវិញទាំងនេះបង្កើតឲ្យមានភូមិវិទ្យាឧស្សាហកម្មមួយផែនទីទាំងពីរនេះគឺបង្ហាញយ៉ាងច្បាស់ពីបញ្ហាទាំងអស់នេះនៅដំណាច់សតវត្សទី19កើតមានបដិវត្តថាមពលមួយទៀតបម្រើអគ្គិសនីបានរីកសាយភាយហើយម៉ាស៊ីនផ្ទុះដែលដោយថាមពលប្រេងកាតក៏បានបង្កើតឡើងសម័យមួយដែលដំណឹកជញ្ជូនអគ្គិសនីផ្លូវឆ្ងាយមិនต้องប្រព្រឹត្តទៅបានរោងចក្រវារីអគ្គិសនីបានទាក់ទាញឧស្សាហកម្មឲ្យមកតាំងទីនៅតាមជ្រលងភ្នំឧស្សាហកម្មផ្លែងភាពដែលមិនសូវត្រូវការរូបធាតុដើមច្រើនតាំងទីនៅតំបន់ហត្ថថាពលករទីក្រុងជាហេតុជំរុញឲ្យមាននគររូបនីយកម្មយ៉ាងខ្លាំងក្លាទៅជាកន្លែងទាក់ទាញមនុស្សឲ្យចូលទៅរស់នៅសំណុំឧស្សាហកម្មចាស់ៗនៅតែមាននៅឡើយទេបានផ្សំខ្លួននៅនឹងលក្ខណៈថ្មីសង្គ្រាមលោកលើកទី1អនុគ្រោះទៅដល់ការចាប់ផ្ដើមឧស្សាហកម្មហូបនីយកម្មនៅប្រទេសនានាក្រៅទ្វីបអឺរ៉ុបជាជាង40ឆ្នាំមកហើយឧស្សាហកម្មទទួលបានផលិតផលចំណេញច្រើនពីបំណែកចែកលំហថាមពលនិងទទួលបានបម្លាស់ប្ដូរបច្ចេកទេសយ៉ាងជ្រាលជ្រៅស្វ័យប្រវត្តិរូបនីយកម្មមនុស្សរូបនីយកម្មផលិតផលថ្មីឧស្សាហកម្មហាក់ដូចជាលែងទាក់ទិនទៅនឹងសង្កាត់កម្មករទៀតហើយមណ្ឌលឧស្សាហកម្មផ្សេងៗគ្នាត្រូវបានរៀបចំទៅតាមបរិមណ្ឌលក្រុងដោយមិនបានធ្វើឲ្យបាត់បង់ទេសភាពអត់សណ្ដាប់ធ្នាប់នៅម្ដុំក្រុងពីមុននោះមកទេតំណាងទីថ្មីនៃឧស្សាហកម្មស្រួយស្រាលឬក្រៅពីនេះក្តីត្រូវគិតគូរពីភាពស្អាតពោលគឺសាកល្បងបង្ហាញនូវស្នាដៃថ្មីមួយព្រមទាំងគ្រប់ខណ្ឌជីវិតមួយឲ្យកាន់តែស្អាតល្អប្រសើរការដាក់តំបន់ឆ្នេរឲ្យទៅជាតំបន់ឧស្សាហកម្មធ្ងន់ធ្ងរទាមទារភាពធំធេងនៃសំណង់ដូចជាឡស្លដែកធនយៈដើម្បីសម្រេចឲ្យបាននៅបទដ្ឋានសេដ្ឋកិច្ចនិយាយរួមការសាយភាយមួយដែលមានលក្ខណៈមិនស្មើគ្នាកំពុងប្រព្រឹត្តទៅដោយយឺតនៅក្នុងលោកយើងនេះជាចុងក្រោយនឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាមកអង្គុយស្ដាប់វីដេអូនៃការបកស្រាយរបស់នាងខ្ញុំអំពីបណ្ដុំឧស្សាហកម្មជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងពិសេសជ្រាលជ្រៅទៅកាន់លោកគ្រូ Hamoro ដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់បានបង្រៀនខ្ញុំអំពីមេរៀនបណ្ដុំឧស្សាហកម្មនិងផ្សេងៗទៀតសូមអរគុណ